រឿងអមតៈនេះ highly recommend សម្រាប់គ្នាយើងណាចូលចិត្តស្អីរឿងបែបពួកអង្គរៀងសុភាពបរោះថ្លៃថ្នូរនិយាយទៅអត់ឆ្លោះគ្នាតាំងពីដើមដល់ចប់រឿងហ្មងតែបើថាគ្នាយើងណាចូលចិត្តតែបែបទូរៀងកាត់ចាក់ឆ្មាកដលគ្នាអីហ្នឹងរឿងនេះប្រហែលជាអត់សូវត្រូវសម្រាប់អ្នកនរគ្នាទេរឿងនិយាយពីតួអង្គឈ្មោះធីតាជាមនុស្សស្រីមានកម្លាំងពិសេសអាចមើលឃើញខ្មោចបានតាំងពីក្មេងតែគួរស្ដាយសុកសុកប៉ារបស់នាងបានស្លាប់តែដោយសារនាងអត់ចិត្តនៅតែគិតថាម៉ាក់ចុងរបស់នាងអ្នកធ្វើអញ្ចឹងណាអញ្ចឹងទៅបានបណ្ដាលនាងបានជួបជាមួយនឹងកំឡោះសង្ហាវេហារបស់យើងហ្នឹងហើយគាត់ណាជាប៉ូលីសដែលមានវ័យក្មេងតែមានថ្វីដៃមកចត់ការងារនិយាយទៅតាំងពីបុរាណមកមានសភៅមួយក្បាលដែលគេបានចាស់វិធីធ្វើឲ្យមានជីវិតអមតៈចឹងហើយបានវាខ្លាយទៅជាសោកនាដកម្មមួយសម្រាប់នារីដែលមានវ័យជាប់ពី25ឆ្នាំហើយកើតនៅថ្ងៃ15កើតអញ្ចឹងដោយសារតែធីតារបស់យើងគាត់ជាមនុស្សដែលមើលឃើញវិញ្ញាណអញ្ចឹងហើយនាងក៏បានចូលរួមក្នុងការស៊ើបអង្កេតរឿងក្តីមនុស្សស្រីបាត់ខ្លួនអញ្ចឹងណាដោយសារតែមានការពឹងពាក់ពីវិញ្ញាណតាំង8 9នាក់ហ្នឹងហើយក្នុងនោះក៏មានការចូលរួមពីមិត្តរបស់នាងមានឈ្មោះថាធីវីមិត្តភក្តិតួឯកប្រុសដែលជាបរិសុទ្ធ IT តែចៃដន្យអីពីរនាក់នឹងធ្លាប់សង្សារចាស់នឹងគ្នាអ្នកគ្នាអាមនុស្សធ្លាប់ស្រឡាញ់គ្នាហើយទៅជាស្អប់ហើយមករួមការងារគ្នានេះអ្នកគ្នាសាកសម័យមើលនិយាយទៅសាច់រឿងមានកន្លែងពិសេសច្រើនគួរចាប់អារម្មណ៍ដូចជាពេលតួអង្គយើងគាត់ទៅស៊ើបអង្កេតនៅភូមិត្រូវគេដេញបាញ់ជាប់ក្នុងព្រៃការប្រើមន្តអាគមបែបការទៅធ្វើពិធីដើម្បីឲ្យមានជីវិតអមតៈនិយាយទៅអាចកំបាំងនៅភូមិមួយគ្រឹះតួស្រីម្ចាស់ឆ្អឹងនៅបាត់ស្រះអីអញ្ចឹងណាអ្នកគ្នានិយាយទៅមានច្រើនជាថ្មីម្ដងទៀតដើម្បីអានសាច់រឿងនេះដល់ចប់ណាអ្នកគ្នាដាក់ចិត្តកាយតិចមកណាបានអានយល់ពុកបើសួរថាខ្មោចលងអត់ដូចជាអត់សូវទេភាគច្រើនគាត់តែមុខអត់ស្អាតមកអញ្ចឹងណាហើយបើស្នេហាវិញដូចលួចស្រឡាញ់តួស្រីតែលួចស្រឡាញ់មកអីអ្នកគ្នាដែរដេតគ្នាសោះតមាននឹងក្តីបានមកជួបគ្នាហើយបើតួស្រីវិញខ្វើតញាក់ម៉ែតួប្រុសថាកុំឲ្យតាក់ទងកូនគាត់តួស្រីចេញបាត់ពីជីវិតហ្មងសរុបមករឿងនេះនឹងត្រូវសម្រាប់គ្នាយើងណាដែលចូលចិត្តបែបតួអង្គសង្គមសុភាពបរោះថ្លៃថ្នូរអីចឹងណាហើយសម្រាប់គ្នាយើងណាដែលចាប់អារម្មណ៍អាចរកទិញនៅលើ page បោះបង់ពិភពសុបិនបានណាចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ